គ្នាហើយនឹងចូលរួមជាមួយនឹងពលរដ្ឋផងដែរដើម្បីទាមទារដើម្បីអ្វីដែលប្រទេសជាតិយើងធ្វើដើម្បីប្រទេសជាតិយើងខែកក្កដាឆ្នាំ2014ឥឡូវនេះខ្ញុំបានមកដល់មុខស្ថានទូតវៀតណាមម្ដងទៀតហើយដែលបងប្អូនពលរដ្ឋយើងមួយចំនួនក៏បានមកដល់ដែរអញ្ចឹងបងប្អូនមួយចំនួនដែរគាត់អត់ទាន់ដឹងទេបងទីនេះមកពួកយើងនឹងចង់ដឹងថាតើស្ថានទូតវៀតណាមគាត់ហ៊ានមកចិត្តមកទទួលញត្តិប្រជាពលរដ្ឋខ្មែរយ៉ាងណានោះដែលម្សិលមិញយើងបានមកម្ដងយើងចាំរហូតដល់ម៉ោង5ចាបានយើងត្រឡប់ទៅផ្ទះវិញហើយដោយសារតែមានការចរចាគ្នា